មើលទៅរៀងស្លាក់មួយរយៈនេះរៀងច្រើនណាកាចូលមកដំបងបងមើលទៅផោផង់ដូចផ្កាអញ្ចឹងឥឡូវរៀងពេលគាត់និយាយដែរថាស្លាក់ត្រូវហើយរៀងស្លាក់មែនទេបាទអូននៅរៀនហើយធ្វើការបដៅនៅរៀនបដៅមែនទេចាបងត្រូវហើយបងខ្ញុំជានិស្សិតឆ្នាំទី3នៅសាកលវិទ្យាល័យកម្ពុជានៅផ្នែកគ្រប់គ្រងធនធានមនុស្សSharing Podcast ហ្នឹងហើយថ្ងៃនេះគឺខ្ញុំមានភ្ញៀវកិត្តិយសពិសេសមែនតើមកជួបអ្នកទាំងអស់គ្នាឲ្យក្រោមប្រធានបទគឺបទពិសោធន៍ការងាររបស់ក្មេងសម័យ Gen Z តោះអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងទៅជួបនឹងភ្ញៀវកិត្តិយសរបស់យើងជាពិសេសសួស្តីអូនចាបងសួស្តីហ្នឹងហើយសួស្តីអ្នកទាំងអស់គ្នាជំរាបសួរម្ដងទៀតអូខេបងស្គាល់អូនហើយដោយសារអូនធ្វើការនៅក្នុងក្រុមហ៊ុនជាមួយបងអញ្ចឹងអូនអាចរៀបរាប់ឈ្មោះទៅកាន់ទស្សនិកជននិងអ្នកដែលកំពុងតែតាមដានទស្សនា podcast របស់យើងតិចទៅចាសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះថាលីវិនវៀនជាបុគ្គលិកផ្នែកទីផ្សារនៃក្រុមហ៊ុន MTSL Investment Co Ltd ចាអូខេវៀនមើលទៅរៀងស្លាក់មួយរយៈនេះរៀងច្រើនណាកាចូលមកដំបងបងមើលទៅផោផង់ដូចផ្កាអញ្ចឹងឥឡូវរៀងពេលគាត់និយាយដែរស្លាក់ត្រូវហើយរៀងស្លាក់មែនទេបាទតែប៉ិតឃើញខ្ញុំខ្មៅរងហើយកាលមុនខ្ញុំសទេបាទទៅពេលចូលមកយូរទៅរៀងស្លាក់ទៅវាបែរផែសបល់អញ្ចឹងអូនឯងសួរបួលតិចប្រយ័ត្នផែសបល់លួចបងអញ្ចឹងណាអូខេតោះត្រឡប់មកកាន់កម្មវិធីរបស់យើងវិញសូមជួយណែនាំទៅភ្ញៀវកិត្តិយសតិចទៅអូនបច្ចុប្បន្នមិញរៀបរាប់ហើយណាអូខេអញ្ចឹងរៀបរាប់ហើយថាជាផ្នែកបុគ្គលិកផ្នែកអីនៅក្នុងក្រុមហ៊ុន MTSL ណាបងប្អូនទាំងអស់គ្នាបានដឹងជាផ្នែក Digital Marketing នៅក្នុងក្រុមហ៊ុន MTSL Investment Co Ltd ហើយអញ្ចឹងចង់សួរត្រឡប់មកវិញយើងចូលមកប្រធានបទរបស់យើងវិញអូនចូលធ្វើការនៅក្នុងអាយុប៉ុន្មានដែរពេលខ្ញុំចាប់ផ្ដើមធ្វើការនៅក្នុងអាយុ16ឆ្នាំកំឡុងពេលហ្នឹងគឺខ្ញុំរៀនថ្នាក់ទី12ខ្ញុំគ្រាន់តែធ្វើការដើម្បីយកបទពិសោធន៍លេងក្នុងកំឡុងពេលហ្នឹងអញ្ចឹងណាបងធ្វើផ្នែកដូចជាផ្សព្វផ្សាយព័ត៌មាននៅក្នុងសាលាមួយហ្នឹងគេមិនហៅធ្វើការទេហៅជួយការងារសង្គមបើធ្វើការ16ឆ្នាំគឺខុសគោលការណ៍នេះមិនធ្វើការគាត់នៅក្នុងសាលាគាត់ជួយសាលាដើម្បីសាលាផ្ដល់ប្រាក់កម្រៃមកខ្លះអញ្ចឹងដើម្បីទទួលបានកម្រៃបន្តការសិក្សាអញ្ចឹងទៅអត់ឯងយ៉ាត់គេស្ដាប់មកច្រឡំថាក្រសួងចាប់អូខេតោះអូខេអញ្ចឹងយើងចូលមកកាន់សំណួរបន្ទាប់ដើម្បីចង់ដឹងថាក្មេងសម័យ Gen Z បានន័យថាសម័យ Gen Z គឺគាត់វ័យជំនាន់ក្រោយពីពួកខ្ញុំ Gen Y អញ្ចឹងណាអញ្ចឹងចង់សួរថាបច្ចុប្បន្ននេះអូននៅរៀនហើយធ្វើការបដៅនៅរៀនបដៅមែនទេចាបងត្រូវហើយបងខ្ញុំជានិស្សិតឆ្នាំទី3នៅសាកលវិទ្យាល័យកម្ពុជានៅផ្នែកគ្រប់គ្រងធនធានមនុស្សនៅជានិស្សិតផងរកការងារធ្វើក្រៅផងដើម្បីបានប្រាក់កម្រៃនៅក្នុងការគ្រប់គ្រងអូខេបងថ្លៃសិក្សាអញ្ចឹងទៅអញ្ចឹងនិយាយអញ្ចឹងបើនិយាយទៅនិយាយសួរស្ដាប់គឺចង់សួរថាហេតុអីបានមកជ្រើសរើសយកអាជីព marketing នេះព្រោះអូនមិញនិយាយថាផ្នែកហ្នឹងហើយពេលរៀនផ្នែកគ្រប់គ្រងនេះដល់ទៅពេលមកធ្វើការគឺមកធ្វើផ្នែកគ្រប់ marketing វិញអាហ្នឹងមូលហេតុអីគេបើនិយាយលេងសើចណាបងណាយើងរៀនគ្រប់គ្រងធនធានមនុស្សក៏ប៉ុន្តែយើងមកធ្វើការផ្នែក marketing យើងអាចនិយាយបានថាយើងរត់តាមលុយរត់តាមលុយត្រូវហើយបើគាត់នេះវារឿងត្រូវមួយដែរបើសិនជារត់តាមក្តីសម័យគួរតែធ្វើជាអ្នកគ្រប់គ្រងធ្វើខាងផ្នែកធនធានមនុស្សអីផ្សេងទៅប៉ុន្តែដោយឡែកគឺមកសម្ភាសគេឲ្យចប់គេសួរថានៅតែផ្នែក marketing ធ្វើទេគឺខ្ញុំត្រូវការលុយដើម្បីធ្វើតោះអូខេអញ្ចឹងបានន័យថាក្តីសម័យយើងនឹងរត់តាមនៅពេលក្រោយពេលដែលយើងមានលុយហើយយើងបានរៀនចប់រៀនអីទៅបាទតែបញ្ហាឥឡូវយើងគួរតែធ្វើការទៅអ្វីដែលជាតម្រូវការបានលុយសិនណាអូខេមែនតើគឺការដែលយើងចូលមកធ្វើការបើនិយាយស្រួលស្ដាប់ទៅចង់សួរឲ្យស៊ីជម្រៅតិចការដើរ
ក្នុងនាមជាក្មេងសម័យ Gen Z ការដែលយើងដើររដាក់ពាក្យធ្វើការពិបាកព្រោះការជំនាន់បងគិតថាពិបាកដោយសារតែជំនាន់បងវាអត់មាន social វាអត់មានការផ្សព្វផ្សាយទូលំទូលាយដូចថាឥឡូវសម័យ Gen Z គឺគាត់កើតមកគឺគាត់មាន digital មាន social media គ្រប់ platform ទាំងអស់ដើម្បីទទួលបានព័ត៌មានចូលមកអញ្ចឹងបើការជំនាន់ខ្ញុំអត់ទេបងប្អូនអត់មានទេការជំនាន់ខ្ញុំគឺកាន់ CV ដើររទៅមើលផ្លាកក្រុមហ៊ុនណាគេដាក់ជ្រើសបុគ្គលិកឥឡូវគេគ្រាន់ចូល website គេមានតែម្ដងអញ្ចឹងសួរថាវាមានការពិបាកពេលដែលយើងរកការងារចូលដំបូងបើនិយាយចំទៅវាពិបាកដូចបងយើងពិបាកមកអ្នកមកបែបចឹងទៅពិបាកដោយសារតែអត់ទាន់មានជាមួយនឹង digital យើងមាន digital ហើយក៏ប៉ុន្តែមិនដឹងថាដាក់ទៅគេយកយើងអត់ចេះវិញណែចេះវិញតែបងកាលហ្នឹងក៏បងពិបាកដែរបងពិបាកថារឿងហ្នឹងដឹងយកអត់ហ្នឹងគឺពិបាកដូចគ្នាទេព្រោះប៉ុន្តែពេលហ្នឹងគឺគេខ្វះការងារអ្នកធ្វើការច្រើនប្រហែលជាអត្រាភាគរយជាប់ច្រើនជាងដោយសារតែឥឡូវគឺគេត្រូវការអ្នកដែលជំនាញបើកាលមុនគេចេះអត់ខំព្យាយាមអញ្ចឹងណាអូខេអញ្ចឹងបន្ថែមពីលើនឹងទៀតបងចង់សួរអារម្មណ៍បងចង់សួរអារម្មណ៍អូនថាពេលដែលខាងក្រុមការងារឬក៏ខាងក្រុមហ៊ុនគេហៅយើងទៅសម្ភាសបានន័យថាគេហៅយើងទៅសម្ភាសអូនមានអារម្មណ៍បែបណាដែរពេលដែលគេឥឡូវការបងលើកមកខាងបងម្ដងទៀតចុះការជំនាន់បងដាក់ភ្លាមគឺសម្ភាសភ្លាមឬក៏គ្រាន់តែ call តិចតួចអីទេអញ្ចឹងណាប៉ុន្តែបើសិនជាដាក់ហើយតែអត់ call មកតែថាចាំថ្ងៃក្រោយបងទេទៅដល់អត់ដែរហ្នឹងដល់អត់ហើយអូខេតែចង់និយាយថាពេលអូនមានអារម្មណ៍បែបណាពេលដែលគេ call ទៅប្រាប់ថាអូនឯងស្អែកមកសម្ភាសឬក៏អូនឯងតំណែងឯណាមកសម្ភាសជួបបងអីចឹងអូនមានអារម្មណ៍បែបណាដែរពេលហ្នឹងជាដំបូងហ្មងតែពេលយើងដាក់ CV ទៅច្រើនកន្លែងអញ្ចឹងពេលគេ call មកយើងថាអូយើងបានជាប់ក្នុងការសម្ភាសយើងបានទៅសម្ភាសអាហ្នឹងយើងប្រកាសជាសប្បាយចិត្តទេបងក៏ប៉ុន្តែអារម្មណ៍មួយទៀតនៅក្នុងកំឡុងពេលសម្ភាសហ្មងខ្ញុំនិយាយចូលក្នុងពេលសម្ភាសហ្មងគឺយើងគាត់ជាមានអារម្មណ៍មួយដែរថាភ័យដោយសារតែវាគេជាលើកទី1របស់យើងអត់ដែលមានបទពិសោធន៍តាក់ទងជាមួយនឹងការសម្ភាសពីមុនមកហើយយើងក៏ជាមនុស្សម្នាក់ដែលមិនទាន់មានបទពិសោធន៍ក្នុងការងារដែរហ្នឹងអារម្មណ៍មួយគឺភ័យយើងខ្លាចថាតិចអត់ជាប់បើឥឡូវហ្នឹងយើងកំពុងតែត្រូវការងារធ្វើអូខេចុះពេលដែលខាងក្រុមហ៊ុនគេប្រាប់មកថាអេអូនគេ call ទៅគេថាម៉េចគេថាអូនឯងជាប់ហើយឬក៏អូនឯងមកធ្វើការថ្ងៃណាបានព្រោះកាលបងគេសួរបើសិនជាគេនិយាយមួយម៉ាត់ឲ្យខ្លីមកគេថាបើសិនជាគេយកយើងថ្ងៃនេះគេប្រាប់មកអូនឯងធ្វើការបានថ្ងៃណាប្រាក់ខែបានដែរអានេះទៅអញ្ចឹងប៉ុន្តែចង់សួរអារម្មណ៍ដែលថាក្នុងសម័យ Gen Z គេសម្ភាសក្មេង Gen Z ឬក៏គេប្រាប់ទៅក្មេង Gen Z វិញគេប្រាប់បែបណាដែរគេប្រាប់បែបណាតាមដែលខ្ញុំធ្វើការសម្ភាសក្នុងក្រុមហ៊ុនគឺគាត់សួរដូចតែគាត់សួរបងដែរគាត់សួរថាតែយើងអាចចូលធ្វើការបានថ្ងៃណាហើយយើងចង់បានជាមួយនឹង salary ប្រហែលដែរក៏ប៉ុន្តែនៅពេលដែលសំណួរមួយដែលគាត់សួរថាយើងចូលធ្វើការបាននៅថ្ងៃណាអាហ្នឹងយើងរៀងភ័យដែរយើងខែលោយើងគិតថាយើងដាក់ច្រើនកន្លែងដែរតិចកន្លែងផ្សេងគេយកយើងដែរក៏ច្រើនជាងហ្នឹងអាហ្នឹងបាទថាមិនដំបូងយើងដើររកការងារដល់ពេលមានគាត់ដាក់មកកន្លែងដំបូងគេទេហើយយើងខ្លាចកន្លែងនោះគេទេហើយយើងដែរអញ្ចឹងខ្លាចការងារមករកយើងវិញហ៎ចិត្តច្រើនដែរថ្ងៃក្រោយនៅពេលក្រោយខែលោថាក្រុមហ៊ុនមួយទៀតគេ call មកយើងដែរតែគេផ្ដល់ជាមួយនឹង salary ច្រើនជាងហ្នឹងអញ្ចឹងយើងអត់ដឹងខ្លួនឯងមានសមត្ថភាពប៉ុណ្ណាទេតែដឹងកន្លងGen Z អូខេចុះឥឡូវសួរមួយទៀតតើបើនិយាយទៅដោយសារតែបងចង់សួរណៃថាណៃគិតបែបណាពេលដែលការរៀននៅក្នុងសាលាហើយនឹងការដែលមកធ្វើការអនុវត្តផ្ទាល់តែណៃដោយសារតែណៃមកធ្វើការនៅក្នុងក្រុមហ៊ុននេះវាមិនមែនជាជំនាញដែលបងអូនរៀននៅក្នុងសាលាអូខេអញ្ចឹងតែឥឡូវបើនេះបងអូនអាចបានន័យថាអាចនិយាយបានទេថាបើសិនជារៀននៅក្នុងសាលាហើយមកអនុវត្តផ្ទាល់មានភាពខុសគ្នាមិនអត់អាចនិយាយបានទេដោយសារអត់បានទេទេ
ខ្ញុំគិតថាដោយសារតែអ្នកដែលរៀនសាកលវិទ្យាល័យគឺគាត់ដឹងហើយថាការរៀនសាកលវិទ្យាល័យទោះបីជាយើងជ្រើសរើសជាមួយនឹងមុខជំនាញមួយនឹងមែនក៏ប៉ុន្តែយើងរៀនជាមួយនឹងមុខវិជ្ជាច្រើនចូលគ្នាយើងមានទាំងទោះបីជាខ្ញុំរៀនជាមួយនឹងការគ្រប់គ្រងធនធានមនុស្សក៏ប៉ុន្តែវាមានទាំង marketing មានទាំង accounting មានទាំងច្បាប់អីផ្សេងៗអញ្ចឹងខ្ញុំគិតថាវាខុសគ្នាដោយសារតែយើងរៀនយើងគ្រាន់តែរៀនតាក់ទងជាមួយនឹងទ្រឹស្ដីឯងក៏ប៉ុន្តែការអនុវត្តគឺវានៅតែសំខាន់មូលហេតុអីបានជាខ្ញុំជ្រើសរើសចាអរគុណបងតែញ៉ាំបានណាចាមូលហេតុអីបានជាខ្ញុំជ្រើសរើសថាយើងធ្វើការបដារៀនបដាហើយខ្ញុំគិតមិនដែរចំពោះចំណុចមួយហ្នឹងខ្ញុំគិតថាអ្នកទាំងសម្រាប់ខ្ញុំហ្មងអ្នកទាំងអស់គ្នាគួរតែចូលធ្វើការក្នុងកំឡុងពេលរៀនដោយសារតែទ្រឹស្ដីនៅក្នុងការសិក្សាជាមួយនឹងការអនុវត្តផ្ទាល់គឺវាខុសគ្នា experience នៅក្នុងការធ្វើការបើសិនជាយើងយកប្រើប្រាស់នៅក្នុងការដាក់ CV នៅក្រុមហ៊ុនក្រោយៗគឺវាគឺជាចំណុចវិជ្ជមានមួយដែលគេមើលមកគេចាប់អារម្មណ៍នៅពេលដែលយើងមានជាមួយនឹង experience នៅក្នុងកំឡុងពេលធ្វើការច្រើនសំណួរមួយទៀតចង់សួរយើងចូលមកមិញយើងសួរពីក្បាលដែលចាប់ដើមសុភាហើយមានក្បាលមានកតុយបាទអូខេចង់សួរបងអូនវិញថាពេលដែលពួកការងារកន្លែងនេះបើយើងនិយាយទៅជាការងារក្រុមហ៊ុនដែលជាការងារក្រុមហ៊ុនដំបូងបាទន័យថាការងារដំបូងដែលធ្វើការនៅក្នុងក្រុមហ៊ុនអូខេអញ្ចឹងពេលដែលចូលធ្វើការដំបូងឬក៏មកដល់បច្ចុប្បន្ននេះបងអូនអាចនិយាយបានទេថានៅក្នុងបរិយាកាសនៅក្នុងក្រុមហ៊ុនវាយ៉ាងម៉េចដែរពីព្រោះបងសួរនេះមិនមែនចង់ដឹងថាក្នុងក្រុមហ៊ុនមានពួកមានអីទេបងគាត់មិនកំណត់ចេញខ្ញុំអញ្ចឹងទេណាអ្នកខ្លះគិតអវិជ្ជមានប្រហែលជាអាចគិតអញ្ចឹងព្រោះខ្ញុំចង់សួរនេះគឺចង់សួរទៅបងអូនទេដោយសារតែគាត់ស្ថិតក្នុង generation Gen Z ហ្នឹងគេហៅថា Gen Z ហ្នឹងដល់ពេលគាត់ចាប់ផ្ដើមចូលមកធ្វើការឃើញគេអ្នកធ្វើការចាស់បាទន័យថាមិនមែនមុខក៏ចាស់ដែរបាទមុខក៏ចាស់ដែរធ្វើការចាស់គាត់ធ្វើការពីមុនមកយូរឆ្នាំហើយដល់ពេលគាត់ចូលមកធ្វើការថ្ងៃដំបូងសួរថាទាំងបរិយាកាសទាំងអារម្មណ៍ការងារបែបណាដែរថ្ងៃដំបូងអញ្ចឹងវាមានអារម្មណ៍បែបណាខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងថ្ងៃមួយអាទិត្យដំបូងក្នុងការធ្វើការហ្មងណាបងណាសម្រាប់ថ្ងៃដំបូងដែលខ្ញុំចូលធ្វើការហ្នឹងអារម្មណ៍របស់ខ្ញុំមួយគឺភ័យដោយសារតែខ្ញុំពេលដែលខ្ញុំដើរចូលមកក្នុង office គឺខ្ញុំឃើញថាអត់មានណាគេ Gen Z ដូចអញសោះសិតតែបង Gen Y ហើយសិតតែអ្នកអាយុឈនជាងខ្ញុំឡើងមកខ្សែក៏មានអីក៏មានដែរអញ្ចឹងខ្ញុំខ្លាចថាបើសិនជាពួកខ្ញុំធ្លាប់រៀនតាក់ទងជាមួយនឹងការរើសអើងក្នុងការងារដោយសារតែយើងមានអាយុតិចជាងអញ្ចឹងខ្ញុំខ្លាចថាខ្ញុំនឹងជួបប្រទះជាមួយនឹងបញ្ហាហ្នឹងខ្ញុំនិយាយហ្នឹងគឺខ្ញុំមិនមែនលើកមុខមាត់ក្រុមហ៊ុនទេក៏ប៉ុន្តែនៅពេលដែលខ្ញុំមានចម្ងល់អីផ្សេងតាក់ទងជាមួយនឹងការងារដែលវាថ្មីសម្រាប់ខ្ញុំគឺខ្ញុំអាចសួរទៅបងបានហើយគាត់អាចធ្វើការឆ្លើយតបមួយយើងបានយើងអត់ជួបជាមួយនឹងបញ្ហាទាំងអស់ហ្នឹងឯងហើយមួយវិញទៀតក៏ខ្ញុំខ្លាចថាខ្ញុំភ័យត្រង់មួយទៀតគឺថាតិចខ្ញុំសួរនាំគាត់ទៅគាត់ធុញយើងដោយសារតែយើងថ្មីយើងសួរគេច្រើនហើយអាយុយើងតិចទៀតខ្លាចថាយើងប្រើប្រាស់ជាមួយនឹងពាក្យសម្ដីមួយដែលយើងធ្លាប់ទៅប្រើពីមុនទៅលើពួកគាត់ទៅពួកគាត់គិតថាយើងឆ្លើយគិតថាយើងអីអារម្មណ៍មួយហ្នឹងក៏យើងភ័យខ្លាចដូចគ្នាដែរតាមទៅតែអារម្មណ៍ដែលបងភ័យខ្លាចពេលដែល Gen Z ចូលមកធ្វើការឬបងភ័យខ្លាចអីជាងគេចាបងបើមានអ្នកទីត្រូវបងមានរង្វាន់ធំឲ្យហ្មងប៉ុន្តែមកមានអ្នកទីត្រូវបងភ័យខ្លាច Gen Z ហៅបងពូភ័យមែនតើជួយសុកគេដើរមកហៅពូមិនអីចង់និយាយទៅចាស់ហើយស្រួលគេតោះឥឡូវចូលមកទៀតបាទយើងវិញចុះបងអូនក្នុងនាមយើងជា Gen Z តែយើងគិតថារបៀបរបបធ្វើការងាររបស់ពួកយើងហើយនឹងរបៀបរបបធ្វើការងាររបស់បងដែលគាត់ជារៀមច្បងរបស់យើងថាមានអីខុសគ្នាតាំងពីពេលចូលធ្វើការរហូតមកដល់ឥឡូវហ្នឹងយើងអាចទទួលបានបទពិសោធន៍ពីពួកគាត់ខ្លះហើយត្រូវទេហើយនឹងអាចមើលពីទម្លាប់ការងាររបស់ពួកគាត់បានខ្លះហើយអញ្ចឹងបងចង់សួរបងអូនវិញថាវាមានភាពខុសគ្នាអត់សម្រាប់ការធ្វើការប្រចាំថ្ងៃរបស់ក្មេង Gen Z ហើយនឹងចាស់ជំនាន់មុនឬក៏ដូចជាអ្នកដែលធ្វើការជំនាន់មុនដែរចាសម្រាប់ខ្ញុំហ្មងគឺការធ្វើការគឺខ្ញុំគិតថាដូចជាអត់មានភាពខុសគ្នាអីប្រហែលទេគ្រាន់ថាខ្ញុំមើលឃើញថាបង Gen Y គាត់ធ្វើការគាត់មានចិត្តធន់ជាង Gen Z Gen Z អត់ចិត្តអត់ធន់ទេធ្វើអីឆាប់មានអារម្មណ៍ធុញថប់ឆាប់ stress ឬក៏មានសម្ពាធតែសម្រាប់បងគឺខ្ញុំឃើញថាពួកគាត់យកចិត្តទុកដាក់ក្នុងការងារហើយចិត្តរបស់គាត់គឺធន់បានល្អគាត់មានការព្យាយាមបានច្រើនជាង Gen Z ពួកខ្ញុំបើនិយាយទៅ
ក្រោតខ្លាំងមែន ហ្នឹងហើយបើនិយាយទៅខ្ញុំចង់កាត់តិចដោយសារខ្ញុំខ្លាចភ្លេចតែបើនិយាយទៅវាឆ្អែតជួនកាលទៅដូចគាត់ថាពួកបង Gen Z បងសម័យមុនគាត់រៀងចិត្តធ្ងន់ជាងអីចឹងណាមិនចិត្តធ្ងន់ទេវាទម្លាប់ហើយជួនកាលបានមេស្រីឲ្យដោះមេទៀតណានិយាយលេងទេតោះមកមូលហេតុទាំងអស់ហ្នឹងគឺដោយសារតែអ្វីដែលបងបានឃើញគឺដោយសារតែបងសង្កេតឃើញថាក្មេង Gen Z គាត់វាគេហៅថាគាត់មានទំនុកចិត្តពេកគេហៅអីគេ confident ពេកហ្នឹងហើយគាត់មាន confident ពេកតែពេលណាគាត់ដាក់អារម្មណ៍មួយដែលយើងអាចនិយាយបានថាគាត់ធ្វើទាំងមានទំនុកចិត្តតែដល់ពេលគាត់គិតតែធ្វើហើយអូអញធ្វើអត់ល្អចាស់យកទៅឲ្យមេមើលស្រាប់តែមេគាត់គាត់ច្បាស់គាត់ឆ្អិនជាងគាត់កែតម្រូវបន្តិចបន្តួចយើងទៅវាមានអារម្មណ៍មួយថាខំbằngធ្វើចង់ងាប់បាទហើយនៅតែខុសអីចឹងទៅបាទព្រោះដោយសារតែគាត់តែងតែមានអារម្មណ៍ថាខ្លួនឯងគាត់confident ពេកហ្នឹងហើយបងដូចបងនិយាយចឹងថា Gen Z គឺ over confident over confident ហើយក៏អត់សូវចេះស្ដាប់ណាគេដែរខ្ញុំមិនថា Gen Z ឬ Gen Y ទេយុវវ័យហ្នឹងហើយកាន់តែអត់សូវចេះស្ដាប់ណាគេទេខ្ញុំនៅ still ក៏ចឹងដែរអត់ចិត្តអត់ធន់ over confident ទាំងតែខ្លួនឯងហ្នឹងអត់មាន confident ទេហើយចូលចិត្ត expect អីដែលខ្ពស់ពេកនៅពេលដែលលទ្ធផលចេញមកអត់បានដូចបំណងគឺពួកគាត់តែងតែមានជាមួយនឹងសម្ពាធសម្រាប់ខ្លួនឯងទាំងដែលហ្នឹងគឺពួកគាត់ជាអ្នកបង្កើតឲ្យខ្លួនឯងទេមិនមែនគេដទៃអ្នកបង្កើតឲ្យគាត់នៅពេលដែលយើង expect អីខ្ពស់ពេកធ្លាក់មកឈឺហើយអាហ្នឹងចឹងតែឡើងដើមដូងគឺធ្លាក់មកឈឺជាងឡើងដើមទ្រីហើយព្រោះដើមដូងខ្ពស់ជាងត្រូវហើយអូខេអញ្ចឹងមួយទៀតបងចង់សួរបងអូនថាបច្ចុប្បន្ននេះអូនធ្វើជា marketing នៅក្នុងក្រុមហ៊ុន MTSL នេះធ្លាប់មានអារម្មណ៍ថា stress ឬក៏អារម្មណ៍មួម៉ៅអីអត់ពេលដែលមេក៏ដាក់ដូចជា deadline ឲ្យឬក៏សម្ពាធអីណាមួយនៅក្នុងក្រុមហ៊ុនចាបងអារម្មណ៍ហ្នឹងខ្ញុំគិតថាអ្នកដែលធ្វើការគឺសិតតែមានទាំងអស់គ្នាខ្ញុំជឿថាបងក៏មានដែរតែមានថាតែយើងកំពុងតែធ្វើការងារមួយចិត្តដល់ deadline ហើយយើងគិតអត់ទាន់ចេញអញ្ចឹងណាហើយមានមេដាក់ជាមួយនឹងការងារ project ធំឲ្យយើងកាន់ទៀត project តាក់ទងជាមួយ promotion ប្រចាំឆ្នាំធំឲ្យយើងកាន់ទៀតអញ្ចឹងវាពិបាកខ្លាំងមែនតើវាមានយើងធ្វើឲ្យយើងមានអារម្មណ៍ថា stress ហើយការដាក់ promotion មួយមិនស្រួលណាដូចយើងមើលបច្ចុប្បន្នហ្នឹងអញ្ចឹងគឺពិបាកខ្លាំងមែនតើគឺយើងមើលទៅលើកត្តាជាច្រើនមិនថាសេដ្ឋកិច្ចមិនថាអីផ្សេងគឺយើងត្រូវមើលច្រើនខ្លាំងមែនតើអូខេបច្ចុប្បន្ននេះដូចជាមេគាត់ឲ្យចេញជា promotion ទូទាំងប្រទេសហើយ promotion ធំទៀត promotion ស្លឹកឆ្នោត promotion ធំចាចុះបងអូនគិតថាការដែលធ្វើ promotion ណាសប្តាហ៍ថ្ងៃការដែលធ្វើ promotion ទៅកាន់អតិថិជនងាយស្រួលឬក៏ពិបាកបងតាមខ្ញុំហ្មងពិបាកដោយសារតែវាគឺជា project មួយដ៏ធំហើយជា project មួយដ៏សំខាន់ទៀតរបស់ក្រុមហ៊ុនយើងហើយខ្ញុំជាអ្នកចូលមកថ្មីអញ្ចឹងយើងមានអារម្មណ៍ថាពេលខ្លះយើងក៏មានសម្ពាធដែរក៏ប៉ុន្តែយើងមានតែខិតខំប្រឹងប្រែងឲ្យក្នុងការធ្វើដាក់ promotion មួយនឹងនិយាយថាពិបាកដោយសារយើងត្រូវរៀបចំផែនការនៅក្នុងការផ្សព្វផ្សាយធ្វើម៉េចឲ្យដល់អតិថិជនហើយយើងត្រូវរៀបចំជាមួយ promotion មួយដែលឲ្យត្រូវជាមួយនឹងកលៈទេសៈទៀតដូចបច្ចុប្បន្នហ្នឹងអញ្ចឹងថាយើងបើសិនជាឥឡូវហ្នឹងយើងកំពុងតែមានបញ្ហាគេសង្គ្រាមទាំងនៅក្នុងប្រទេសទាំងសកលលោកសកលលោកនាំឲ្យសាំងឡើងថ្លៃសង្គ្រាមក្នុងប្រទេសនាំឲ្យគេសេដ្ឋកិច្ចយើងវាធ្លាក់ចុះអញ្ចឹងយើងគួរ find ជាមួយនឹង promotion មួយណាឲ្យវាត្រូវជាមួយនឹងកលៈទេសៈនៅពេលឥឡូវហ្នឹងអញ្ចឹងតាក់ទងជាមួយនឹងសាំងឡើងថ្លៃដូចគ្នាដែរបើសិនជាយើងឃើញថាសាំងឡើងថ្លៃអញ្ចឹងយើងអាចជិះម៉ូតូដែលចាក់សាំងបានទេត្រូវហើយចាក់បានក៏អស់លុយច្រើនដែរចាអញ្ចឹងមិនយើងដាក់ជាមួយនឹង promotion អីគេម៉ូតូអគ្គិសនីម៉ូតូអគ្គិសនីមិនចាក់សាំងដល់អស់លុយច្រើននេះជិះបានឆ្ងាយទៀតអគ្គិសនីក៏យើងដាក់ល្អដែរជិះបានឆ្ងាយ70គីឡូ100គីឡូល្អហើយមួយវិញទៀតបញ្ហាសេដ្ឋកិច្ចយើងមើលថាពងមានបញ្ហាសេដ្ឋកិច្ចអញ្ចឹងយើងគួរតែដាក់ promotion អីគេដើម្បីសម្រួលទៅដល់ការចំណាយរបស់ម៉ាក់ប៉ាទាំងអស់គ្នាហ្នឹងហើយអញ្ចឹងយើងមានតែដាក់ជាមួយនឹងតាមការពិភាក្សាក្នុងក្រុមកន្លងមកយើងក៏បានមូលមតិគ្នាដាក់ជាមួយនឹង promotion អីគេការប្រើប្រាស់ជាមួយទឹកដោះគោម្សៅ free រយៈពេល1ឆ្នាំអញ្ចឹងគឺវាមាន benefit ច្រើនខ្លាំងមែនតើក្នុងរយៈពេល1ឆ្នាំហ្នឹងគាត់អាចឲ្យកូនគាត់នឹងញ៉ាំទឹកដោះគោបាន free ហើយមិនបាច់ចំណាយលុយអីនាំឲ្យប៉ះពាល់ទៅដល់កញ្ចប់ថវិការបស់គាត់
គាត់ទេព្រោះអីឥឡូវហ្នឹងគាត់កំពុងតែជួបជាមួយនឹងបញ្ហាសេដ្ឋកិច្ចស្រាយអាហ្នឹងក៏អាចនិយាយបានថាវាពិបាកព្រោះអីទម្រាំតែគិតចេញជាមួយនឹង promotion ហ្នឹងគឺយើងត្រូវមើលច្រើនកត្តាខ្លាំងមែនទែនហើយឆ្លងកាត់ជាមួយនឹងបញ្ហាច្រើនខ្លាំងមែនទែនយើងពិភាក្សាគ្នាទម្រាំតែបានជាមួយនឹង promotion ទាំងអស់ហ្នឹងចឹងមកន័យថាការដាក់ promotion ក៏មិនមែនយើងចេះតែរើសដែរយើងមើលទៅតាមកលៈទេសៈដែរថាបច្ចុប្បន្នវាកំពុងតែមានអ្វីកើតឡើងហើយក៏ស្ថានភាពអ្វីដែលយើងកំពុងទទួលពីការជះឥទ្ធិពលពីអន្តរជាតិក៏ដូចជានៅក្នុងស្រុកเนาะអូខេមួយយ៉ាងតាអញ្ចឹងបន្ទាប់ពីនឹងមកគឺអ្វីដែលបងចង់សួរបន្ទាប់ទៀតគឺបងណានិយាយបានទេថាបច្ចុប្បន្ននេះដោយសារតែបងដោយដងបាននិយាយពីដើមក្បាលវីដេអូអញ្ចឹងគឺបងទើបតែចាប់ដើមធ្វើការលើកទី1នៅក្នុងក្រុមហ៊ុនបានន័យថាជាការងារដំបូងណាអញ្ចឹងបងបានទទួលបទពិសោធន៍អ្វីខ្លះពីការងារមួយនេះបានន័យថាទទួលបានបទពិសោធន៍អ្វីខ្លះពីការងារដែលយើងបានជ្រើសរើសដូចជាយើងរៀនខាងផ្នែកធនធានមនុស្សតែយើងមកធ្វើ marketing អញ្ចឹងបទពិសោធន៍ដែលយើងទទួលបានពីខាងផ្នែក marketing ហ្នឹងគឺអ្វីខ្លះដែរចាពីខ្ញុំរៀនផ្នែកធនធានមនុស្សព្រោះដោយសារគេគឺខ្ញុំអត់ចូលចិត្តកន្លែងមនុស្សច្រើនហើយចូលចិត្តតាក់ទងជាមួយនឹងណាគេច្រើនដែរហើយខ្ញុំជាមនុស្សម្នាក់ដែលអៀនខ្លាំងមែនទែននៅក្នុងការចាប់ផ្ដើមជាមួយនឹង conversation ណាមួយអញ្ចឹងនៅពេលដែលខ្ញុំធ្វើការផ្នែក marketing អញ្ចឹងខ្ញុំត្រូវធ្វើគេតាក់ទងជាមួយមនុស្សជាច្រើនជាងត្រូវឆ្លងខ្សែបណ្ដាញជាច្រើនតាក់ទងជាមួយអ្នកនេះអ្នកនោះដើម្បីគេមកធ្វើការជាមួយយើងឬក៏អីផ្សេងៗអញ្ចឹងទៅធ្វើឲ្យខ្ញុំនឹង improve skill មួយគឺ soft skill របស់ខ្ញុំដែលខ្ញុំអាចធ្វើការតាក់ទងជាមួយមនុស្សបានច្រើនខ្ញុំអត់អៀនដូចមុនហើយពីមុនខ្ញុំគឺជាមនុស្សម្នាក់ដែលអត់ចូលចិត្តព្យាយាមក្នុងការធ្វើអីមួយទេធ្វើអីមួយគឺឆាប់ធុញហ្មងហើយចូលចិត្តបែកអារម្មណ៍ក៏ប៉ុន្តែក្រោយពីខ្ញុំបានធ្វើការនៅជា marketing officer ការអត់ធ្មត់របស់ខ្ញុំគឺអត់ធ្មត់ក្នុងការកាត់វីដេអូតែមានដែនកំណត់ចាមានដែនកំណត់គ្នាអត់ទេនេះបងធ្លាប់តែឮទេអាពាក្យអត់ធ្មត់មានដែនកំណត់នេះត្រូវហើយតាមពិតអ្នកណាក៏មិនចេះតែអង្គុយអត់ធ្មត់រហូតដែរប៉ុន្តែមិញខ្ញុំក៏កាត់លេងហើយកាត់ឲ្យសើចទេបាទគេតោះបន្តទៀតសម្រាប់ការកាត់វីដេអូមួយគឺដោយសារតែខ្ញុំអត់សូវចេះកាត់ទេហើយខ្ញុំក៏អត់ចូលចិត្តក្នុងការថតវីដេអូអត់ចូលចិត្តបង្ហាញមុខក្នុងសង្គមអីច្រើនជាច្រើនមែនតើខ្ញុំមិនមែនជាខ្លួនឯងនៅពេលដែលធ្វើការហ្នឹងតែខ្ញុំបានប្រែប្រួលយើងហៅថាព្យាយាមសម្របខ្លួនឲ្យត្រូវជាមួយនឹងការងារមួយហ្នឹងហើយខ្ញុំមានអារម្មណ៍ថានៅពេលដែលខ្ញុំបានកែប្រែខ្លួនឯងសម្របខ្លួនឯងជាមួយនឹងការងារ marketing officer ហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់ផ្ដើមស្រឡាញ់ជាមួយនឹងការងារដូចដែលខ្ញុំបានថាគេចង់និយាយខ្ញុំធ្លាប់ឮដូចដែលខ្ញុំធ្លាប់ឮថាគេអាចនិយាយបានថា experience is the best teacher បានន័យថាបទពិសោធន៍គឺជាគ្រូដ៏ល្អបំផុតមិនមែនថាមែនតើទៅគឺយើងខ្ញុំមិនមែននិយាយថាពេលដែលយើងរៀនហើយមកធ្វើការគឺអត់ប្រយោជន៍ទេយើងមិនមែននិយាយអញ្ចឹងទេការរៀនគឺផ្ដល់នៅចំណេះដឹងផ្ដល់នៅសុជីវធម៌គុណធម៌គ្រប់សពបែបយ៉ាងមកឲ្យយើងប៉ុន្តែអ្វីដែលជាក់ស្ដែងគឺយើងទៅដល់ទីនឹងផ្ទាល់ទីនឹងគឺបានបង្រៀនមកយើងថាកលៈទេសៈណាយើងគួរតែប្រើបញ្ញាកលៈទេសៈណាគឺគួរតែប្រើកម្លាំងអញ្ចឹងបាននិយាយថា experience is the best teacher បទពិសោធន៍គឺគ្រូដ៏ល្អមកចំណុចទៀតចិត្តធន់ខ្ញុំដល់ធ្វើការមួយអាទិត្យដំបូងណាគឺខ្ញុំបានសាងកំហុសបាត់ទៅធ្វើឲ្យមានដូចជាយើងហៅតាមត្រង់មេស្ដីឲ្យហើយខ្ញុំជាមនុស្សម្នាក់ដែលឲ្យតើណាគេស្ដីឲ្យខ្ញុំបានហើយចូលតែអញ្ចឹងណាដល់ពេលតែឥឡូវនេះកាត់ចេញឲ្យដាក់ចូលឥឡូវនេះយើងកាត់ចេញពី podcast ដាក់ចូលកាត់ចេញហ៎កាត់ចេញហ៎ចេញគេឃើញហ្នឹងណាអូខេដោយសារតែយើងជាមនុស្សម្នាក់ដែលចិត្តធន់អញ្ចឹងហើយនៅពេលដែលណាគេស្ដីឲ្យយើងអញ្ចឹងគឺយើងតែងតែចង់បោះបង់ចោលតែបន្ទាប់ពីយើងធ្វើការងារហើយវាតែងតែមានជាមួយនឹងកំហុសខុសឆ្គងអីផ្សេងៗហើយអញ្ចឹងនៅពេលដែលគាត់ធ្វើការណែនាំយើងទេគាត់គ្រាន់តែណែនាំយើងទេតែពាក្យធម្មតាគេថាស្ដីឲ្យតែអត់មានទេគាត់គ្រាន់តែណែនាំយើងអញ្ចឹងទៅយើងគិតបែប positive ទៅថាគាត់ណែនាំយើងគាត់ចង់ឲ្យយើងល្អទេព្រោះអីខ្ញុំឃើញចា Gen Z ភាគច្រើនអត់ចិត្តធន់ទេនៅពេលដែលធ្វើការនៅកន្លែងណាមួយគាត់មានផលវិបាកតិចតួចគឺគាត់ចាប់ផ្ដើមបោះបង់ចោលតិចវេះទៅរកអីថ្មីអូខេអញ្ចឹងមួយវិញទៀតក្នុងនាមអូនជា Gen Z មួយរូបណាតើអូនយល់យ៉ាងណាដែរចំពោះដោយសារតែឥឡូវនេះយើងអាចនិយាយបានថាវាជាយុគសម័យរបស់
បញ្ញាសិប្បនិម្មិតដែលយើងតែនិយាយថា AI ហ្នឹងអានេះយើងសួរក្រៅផ្លូវការបន្តិចចុះដោយសារតែបើសិនជាអូនគិតមើលឡើងវិញមើលថា AI អាចជំនួសការងារមនុស្សបានទេសប្តាហ៍ខ្ញុំគិតថាបើសិនជាយើងនៅតែប្រើ AI រហូតនៅក្នុងពេលធ្វើការគឺវាអាចជំនួសយើងបានក៏ប៉ុន្តែបើសិនជាយើងគ្រាន់តែប្រើ AI ដូចថាការងារហ្នឹង 100% យើងគ្រាន់តែឲ្យវាជួយ 20% 30% អាហ្នឹងវាមិនជាបញ្ហាកុំឲ្យតែយើងការងារយើង 100% យើងឲ្យ AI ជួយ 90% បាត់ហើយហ្នឹងអញ្ចឹងមានតែវានឹងជំនួសយើងបាត់ហើយព្រោះអីយើងមិនមែនធ្វើការដោយគំនិតរបស់យើងហ្នឹងយើងប្រើគំនិត AI ទោះបីជា AI ហ្នឹងមនុស្សជាអ្នកបង្កើតក៏ដោយប៉ុន្តែយើងទៅសួរវាយើងសួរវាយើងឲ្យវានឹងធ្វើការជំនួសយើងបាត់ហើយហ្នឹងអាហ្នឹងយើងឲ្យវាធ្វើការជំនួសយើងដោយមិនដឹងខ្លួនអញ្ចឹងខ្ញុំគិតថាបើសិនជាយើងនៅតែបន្តជាមួយនឹងសកម្មភាពហ្នឹងទៀតគឺ AI អាចជំនួសបានបាត់ហើយអញ្ចឹងបានន័យថាAI គឺជាមនុស្សម្នាក់បង្កើតមែនក៏ប៉ុន្តែសម្រាប់យើងដែលចង់ប្រើប្រាស់យើងប្រើប្រាស់ឲ្យត្រឹមត្រូវ AI យើងប្រើប្រាស់វាត្រឹមត្រូវបានន័យថាយើងសួរយើងចង់ដឹងអ្វីដែលត្រឹមតែដឹងបានន័យថាកុំឲ្យវាជួយធ្វើឲ្យយើងគ្រាន់តែជួយប្រាប់យើងឬក៏ជួយណែនាំអញ្ចឹងទៅអូខេអញ្ចឹងគិតទេថាអនាគតទៅ AI អាចដណ្ដើមការងារមនុស្សបានខ្ញុំគិតថា AI នឹងដណ្ដើមបើសិនជាយើងនៅតែបន្តសកម្មភាពឲ្យវាធ្វើការងារជំនួសយើងដូចខ្ញុំនិយាយអញ្ចឹងពួកអីការងាររបស់យើងត្រូវមានទំនួលខុសត្រូវលើការងាររបស់យើងមិនអាចឲ្យយើងឲ្យ AI ធ្វើជំនួសយើងដូចប្រើមនុស្សម្នាក់ទៀតឲ្យមកធ្វើការងារជំនួសយើងអញ្ចឹងក្រុមហ៊ុននឹងត្រូវការយើងធ្វើអីបើយើងអត់មានធ្វើអីហ្មងតែគេយកម្នាក់នឹងមកជំនួសយើងហ្មងទៅបើសិនជាយើងអត់មានធ្វើអីយើងឲ្យគេជួយអូខេមិនគេជួយគឺអត់ល្អណាបងជួយបន្តិចបន្តួចគឺល្អតែជួយទាំងស្រុងគឺវាអត់ល្អទេយូរអាចខ្លាចជាខ្ជិលទេហ្នឹងបាទខ្ជិលអាងអីចាំបន្តិចព្រឹកអញសួរ AI យល់ទេកន្លែងហ្នឹងគឺវាពិបាកដែរអញ្ចឹងអូខេអ្នកទាំងអស់គ្នាបានស្ដាប់រួចហើយនេះគឺជាហេតុផលក៏ដូចជាអារម្មណ៍ក្នុងការចាប់ផ្ដើមធ្វើការរបស់ដែលយើងអាចនិយាយបានថាជាក្មេងសម័យ Gen Z យើងហៅក្មេងឬក៏ថាគាត់ទៅក្មេងទេមកដែលហៅយើងពូម្ដងម្កាលទេបាទអូខេអញ្ចឹងជាចុងក្រោយអូនមានសារអីផ្ដាំផ្ញើទៅមិនថាបងមិនថាប្អូនថាបងវាមិនត្រូវទេដោយសារបងចង់ឲ្យប្អូនផ្ដាំផ្ញើទៅសិស្សានុសិស្សដែលគាត់ចំនួនក្រោយប្អូនមួយទៀតហើយមានបំណងក្នុងការដែលថាចំនួនប្អូនជាចំនួន Gen Z ទៅហើយអញ្ចឹងណាវាជាចំនួនដែល technology ចូលមក social media គ្រប់ platform ចូលមកអញ្ចឹងវាងាយស្រួលចុះតម្រាំពួកគាត់ទៀតវាកាន់តែងាយស្រួលជាងនឹងទៀតដែរអញ្ចឹងពីប្អូនមានអ្វីណែនាំក៏ដូចជាចង់ប្រាប់ទៅកាន់ពួកគាត់អត់ថាពេលដែលគាត់ធ្វើជានិស្សិតហើយគាត់ចង់ចូលធ្វើការងារបដារៀនបដាហ្នឹងគឺគាត់គួរតែត្រៀមលក្ខណៈបែបណាខ្លះមានអីប្រាប់ទៅពួកគាត់ទេចាពីខ្ញុំទៅវិញគឺខ្ញុំចង់ផ្ដាំទៅមិនថាបងឬក៏បងប្អូនមិនថាជាចំនួន Gen Z ឬក៏ Gen ក្រោយទៀតទេបើសិនជាបានមើលវីដេអូនេះខ្ញុំចង់ប្រាប់ទៅមួយថាយើងកុំ expect អីដែលខ្ពស់ពេកហើយនៅក្នុងការធ្វើការគឺយើងត្រូវធ្វើការដែលមានទំនួលខុសត្រូវធ្វើដោយខ្លួនឯងហើយមួយវិញទៀតការធ្វើការបដារៀនបដាវាគឺជាចំណុចមួយដែលល្អជាពិសេសគឺតាក់ទងជាមួយនឹង soft skill គឺជាអីដែលយើងមិនអាចទៅរៀននៅសាលាបានទេគឺជាអីដែលយើងត្រូវការឆ្លងកាត់ទើបយើងអាចទទួលបានជាមួយនឹង soft skill ទាំងអស់ហ្នឹងក៏ប៉ុន្តែ skill ដែលយើងអាចរៀននៅសាលាបានវាមានដូចជាអីការកណនាអីផ្សេងទ្រឹស្ដីអីផ្សេងអាហ្នឹងគឺយើងអាចរៀនបាននៅសាលាតែយើងត្រូវមកធ្វើការផ្ទាល់ទើបយើងដឹងថាការងារហ្នឹងគឺវាមានលក្ខណៈបែបម៉េចហើយធ្វើម៉េចទើបយើងអាចដោះស្រាយជាមួយនឹងការងារហ្នឹងបានបើមិនជាយើងនៅតែក្នុង safe zone របស់យើងអត់ព្រមទៅរកការងារធ្វើយើងគិតតែពីនៅចាយឃើញមិត្តភ័ក្តិយើងគេវ័យប៉ុនយើងដែរគេសប្បាយរីករាយយើងចង់ធ្វើតាមគេដែរអាហ្នឹងគឺជាចំណុចមួយដែលមិនល្អទេគឺយើងមិនអាចអភិវឌ្ឍខ្លួនឯងបានទេបើមិនជាយើងនៅតែបន្តរត់ទៅតាម social media ព្រោះអីខ្ញុំឃើញថាមានមនុស្សច្រើនខ្លាំងមែនតើដែលចូលចិត្តមើលទៅក្នុង social media ឃើញថាជីវិតគេល្អចង់បានជីវិតដូចគេដែរឃើញថ្ងៃម៉េចគេគ្រាន់តែអង្គុយលេងគេបានលុយដែរចុះអញខំធ្វើការមួយថ្ងៃ 8-9 ម៉ោងហេតុអីជីវិតអញអត់ដូចគេយើងកុំ expect ថាយើងនឹងដូចគេព្រោះអីនៅក្នុង social media
គេមិនបង្ហាញនៅចំណុចអវិជ្ជមានរបស់គេមកឲ្យយើងទេគេបង្ហាញនៅតែចំណុចដែលល្អរបស់គេមកឲ្យយើងអញ្ចឹងយើងកុំគិតថាជីវិតមនុស្សនឹង perfect យើងចង់ដូចគេបើយើងគ្រាន់តែទុកគេជា role model មួយហើយយើងខិតខំប្រឹងប្រែងធ្វើឲ្យបានដូចគេអាហ្នឹងចាំយើងធ្វើក៏ប៉ុន្តែបើសិនជាយើងអង្គុយមើលទូរស័ព្ទយើងថាយើងចង់ដូចគេហើយយើងអត់មានធ្វើអីសោះអាហ្នឹងក៏វាអាចទៅមុខបានដែរអរគុណអូនមែនតើនៅក្នុងការចែករំលែកបទពិសោធន៍សម្រាប់ការចែករំលែកទៅដល់បងប្អូនឬក៏សិស្សានុសិស្សចំនួនក្រោយឲ្យគាត់បានដឹងអំពីបានន័យថាជីវិតយើងសម័យនេះព្រោះភាគច្រើនមានអ្នកខ្លះគឺគាត់ខំប្រឹងដើរតាមគេមែនតែនទាំងដែលខ្លួនឯងគាត់អត់ដឹងថាខ្លួនឯងគាត់កំពុងតែរស់នៅក្នុងបច្ចុប្បន្នមួយដែលគួរឲ្យស្ញប់សរសើរមែនតែនបានន័យថាគាត់រកបានទើបគាត់មានបើគាត់មិនរកបានគាត់ទៅសុំគេឬក៏សុំម្ដាយឪពុកគឺអត់មានអីចាយអាហ្នឹងគឺខ្ញុំអានេះពីខ្ញុំទៅសារចែករំលែករបស់ខ្ញុំគឺខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាកំពុងតែរស់នៅក្នុងភាពដែលមានមោទនភាពហើយបើសិនជាអ្នកទាំងអស់គ្នាធ្វើការបដារលុយបដាហើយមានបានចាយអត់មានចាយអត់កើតអាហ្នឹងជាមោទនភាពរបស់អ្នកទាំងអស់គ្នាដោយសារតែយើងគិតមើលថាយើងរស់នៅក្នុងអាទិដ្ឋភាពដែលម៉ាក់ឲ្យលុយរបបប្រចាំថ្ងៃអីហ្នឹងវាអស់រយៈពេលជាង10ឆ្នាំ18ទៅ20ឆ្នាំអ្នកខ្លះអាចលើសនឹងទៀត25ទៅ30ឆ្នាំអញ្ចឹងដល់មកយើងដោះខ្លួនចេញពីហ្នឹងបានយើងមានលទ្ធភាពលុយដល់ខ្លួនឯងយើងបានចង់ទិញអ្វីបានគឺមិនមែនងាយទេអញ្ចឹងគួរតែមានមោទនភាពទៅលើរឿងទាំងអស់ហ្នឹងណាអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអេពីសូតនេះនឹងជួយទៅដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅក្នុងអំពីដំណើរជីវិតនៃការធ្វើការរបស់ក្មេងបងប្អូនសម័យ Gen Z ហើយនឹងមានអ្វីលើកទឹកចិត្តជាផលប្រយោជន៍ទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែស្ដាប់នៅក្នុង podcast នេះបានអញ្ចឹងជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលតាមដានការpodcast របស់ពួកយើងនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយចុច like និង share នៅក្នុងវីដេអូនេះផងជួបគ្នានៅអេពីសូតក្រោយបាយបាយ